លោកម៉ែបងប្អូនជាទីគោរពរាប់អាននាព្រឹកនេះសម្ដេចតេជោហ៊ុនសែនសម្ដេចធិបតីហ៊ុនម៉ាណែតលោកបានចេញបញ្ជាក្តៅហើយបាទចេញបទបញ្ជាក្តៅហើយដោយបញ្ជាឲ្យវិប្រហារកំទេចទៅលើសត្រូវវិប្រហារកំទេចទៅនឹងខ្មាំងសត្រូវដែលឈ្លានពានមកលើទឹកដីខ្មែរវិប្រហារកំទេចទៅលើចៅសៀមដែលឈ្លានពានមកលើបូរណភាពទឹកដីអធិបតេយ្យភាពរបស់កម្ពុជានាព្រឹកមិញនេះបន្ទាប់ពីកម្ពុជាអត់ធ្មត់លើ24ម៉ោងបាទបន្ទាប់ពីអត់ធ្មត់លើ24ម៉ោងដោយគោរពទៅលើអ្វីដែលហៅថាបទឈប់បាញ់គោរពទៅនឹងសេចក្តីថ្លែងការណ៍រួមដែលជាកិច្ចព្រមព្រៀងសន្តិភាពដែលនាពេលនេះគឺកម្ពុជាតដៃហើយបាទកម្ពុជាសម្រេចចិត្តបើកការបាញ់តបតហើយដោយចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បញ្ជាទៅគ្រប់គោលដៅទាំងអស់ឲ្យវិកំទេចខ្មាំងសត្រូវនៅពេលដែលឈានជើងចូលមកលើទឹកដីរបស់ខ្មែរយើងបាទដោយដែលយើងឮហើយកាលពីថ្ងៃម្សិលមិញនេះនាយករដ្ឋមន្ត្រីថៃអនុទានបានលើកឡើងបែបណាគឺវិប្រហារឈ្លានពានកម្ពុជាទៅលើ11ទីតាំងបាទទៅលើ11ទីតាំងដោយអ្វីដែលសម្ដេចលោកបានថ្លែងនេះព្រឹកមិញនេះសារដែលសម្ដេចលោកបានលើកឡើងនេះព្រឹកនេះតាក់ទងទៅនឹងការលើកឡើងរបស់អនុទានដែលចង់ឈ្លានពានមកលើអធិបតេយ្យកម្ពុជាចំនួន14ទីតាំងសម្ដេចលោកមិនបានដឹងទេថា11ទីតាំងនោះឈ្លានពានមកលើកម្ពុជានៅទីតាំងណាខ្លះក៏ប៉ុន្តែគ្រាន់តែសម្ដេចលោកបានចេញបទបញ្ជាឲ្យកម្លាំងរបស់កម្ពុជាឲ្យកងទ័ពរបស់កម្ពុជាគឺត្រៀមគ្រប់ចំណុចឲ្យតែចៅសៀមឲ្យតែខ្មាំងហ៊ានតែចូលដីខ្មែរមួយជំហានគឺត្រូវតែវិកំទេចចោលតែម្ដងបាទនេះគឺជាការលើកឡើងរបស់សម្ដេចតេជោហ៊ុនសែនដែលខ្ញុំសូមអានគោរពជម្រាបជូនលោកអ្នកដោយតទៅនេះក្រោយការអត់ធ្មត់លើ24ម៉ោងដើម្បីគោរពនៅបទឈប់បាញ់និងត្រូវការពេលវេលាដើម្បីជំនះប្រជាជនចេញមកតំបន់សុវត្ថិភាពល្ងាចម្សិលមិញយើងបានតបតបន្ថែមដោយយប់មិញនិងព្រឹកនេះតាមនាយករដ្ឋមន្ត្រីថៃអនុទានបានប្រកាសថានឹងប្រើកម្លាំងវិយោគ11ចំណុចដែលយើងមិនច្បាស់ថា11ចំណុចនេះនៅកន្លែងណាខ្លះនោះទេដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងត្រូវរីគ្រប់ចំណុចដែលខ្មាំងវិចូលយើងការពារទឹកដីយើងដោយមានលេនដ្ឋានរឹងមាំជាមួយអាវុធគ្រប់ប្រភេទឯសត្រូវឈ្លានពានត្រូវចល័តវាចូលទីតាំងយើងពួកគេមិនអាចទូលលេនដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានប៉ាន់ដែកដែរស្ថានភាពនេះផ្ដល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចនៅកម្លាំងរស់របស់សត្រូវតាមរយៈការចាត់តាំងទប់ទល់សម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងសម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងកម្លាំងនៅលើពិភពលោកនេះទៅទៀតយើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកនោះទេចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដាពួកគេចោទយើងថាលំមោបសង្គ្រាមពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាពហើយពេលនេះយើងវាយដើម្បីការពារខ្លួនតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើងបាទនេះគឺជាសារក្តៅរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលលោកបញ្ជាក់នៅការចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់គ្រប់គោលដៅទាំងអស់បាទប្រសិនណាបើចៅសៀមហ៊ានតែវាចូលឈានជើងមកលើដីខ្មែរមកលើអធិបតេយ្យបូរណភាពទឹកដីខ្មែរគឺប្រកាសហើយថាកម្ពុជាកងទ័ពកម្ពុជានឹងវាយកំទេចបាទនឹងវាយកំទេចចៅសៀមវិញយ៉ាងពិតប្រាកដដោយអ្វីដែលសម្ដេចបានលើកឡើងមិនដឹងថា11ទីតាំងដែលចៅថៃចៅអនុទានកំណត់នោះថាជាទីតាំងណានោះទេបាទក៏ប៉ុន្តែប្រសិនណាបើឈានជើងចូលដីកម្ពុជាគឺនឹងវាយកំទេចហើយបាទមិនថាគោលដៅណាដែលជាប់ទៅនឹងព្រំដែនជាមួយនឹងកម្ពុជានោះទេនាពេលនេះគឺកម្ពុជាអស់ការអត់ធ្មត់ហើយបាទកម្ពុជាគឺសម្រេចតបតលើស24ម៉ោងហើយដែលកម្ពុជាអត់ធ្មត់បាទលើស24ម៉ោងហើយដែលកម្ពុជាមិនតបតជាមួយនឹងចៅសៀមក៏ប៉ុន្តែនាពេលនេះប្រតិបត្តិការក្តៅបទបញ្ជាក្តៅយុទ្ធសាស្ត្រក្តៅគឺបានសម្រេចហើយគឺបានសម្រេចបើកដៃបើកទ្វារឲ្យទ័ពយើងលេងមកអស់ដៃទៅលើចៅសៀមដែលឈានជើងឈ្លានពានមកលើអធិបតេយ្យរបស់
កម្ពុជាយើងបាទនាព្រឹកមិញនេះដែលអ្វីដែលក្រសួងការពារជាតិលោកបានបញ្ជាក់មួយយប់តាំងពីថ្ងៃទី8ឈានចូលមកដល់ថ្ងៃទី9ចៅសៀមនៅតែបន្តបើកការវាយប្រហារទាំងកំរោលមកលើកម្ពុជានៅតាមបន្ទាត់ព្រំដែនស្ទើរតែមួយយប់បែបមិនឈប់ឈរនោះទេដូច្នេះចង់ដឹងថាតើសៀមបើកប្រតិបត្តិការឈ្លានពានមកលើកម្ពុជានៅលើទីតាំងណាខ្លះចាប់ពីយប់ឈានចូលមកដល់ថ្ងៃទី9ខែធ្នូឆ្នាំ2025នេះវាទីតាំងណាធ្វើឲ្យប្រជាជនរបួសនិងស្លាប់ប៉ុន្មានអ្នកខ្ញុំសូមអានជម្រាបជូនលោកអ្នកនៅខ្លឹមសារត្រួសលំអិតជូនលោកអ្នកដូចតទៅនេះសូមជម្រាបជូននៅស្ថានភាពនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃអំពីករណីយោធាថៃបានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជានៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5វេលាម៉ោង 12:59 នាទីរំលងអាធ្រាត្រចូលថ្ងៃទី9ខែធ្នូឆ្នាំ2025យោធាថៃបានឈានបើកការបាញ់ប្រហារមកលើកម្ពុជាកាន់តែខ្លាំងនៅភូមិសាស្ត្រស្រុកថ្មពួកខេត្តបន្ទាយមានជ័យបណ្ដាលឲ្យប្រជាពលរដ្ឋស៊ីវិលដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ56បានបាត់បង់ជីវិតចំនួន2នាក់ដោយសារគ្រាប់ផ្លោងរបស់យោធាថៃបន្ទាប់មកទៀតចាប់ពីវេលាម៉ោង 4:45 នាទីទៀបភ្លឺថ្ងៃទី9ខែធ្នូឆ្នាំ2025រហូតមកដល់ពេលនេះយោធាថៃបានបើកការបាញ់ប្រហារនៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4នៅក្នុងតំបន់ភ្នំខ្មោចនិងបានពង្រីកភូមិសាស្ត្រនៃការវាយប្រហារទៅដល់តំបន់ផ្សេងទៀតរួមមានតាថៅប្រាសាទតាមាន់ប្រាសាទព្រះវិហារប្រាសាទខ្នារវាលឥន្ទ្រីភ្នំខ្មោចគោល8ជាំតែអានសេះថ្មដូនអូស្មាច់ភ្នំអនុស្សាវរីយ៍មុខវត្តកែវសខាគិរីស្វារៈនិងបានបាញ់ផ្សែងពុលនៅប្រាសាទតាក្របីក្នុងនោះនៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5ឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី5វេលាម៉ោង 4:58 នាទីរហូតដល់វេលាម៉ោង 5:25 នាទីយោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំហោះស៊ើបការចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រងោលបន្ទាប់មកយោធាថៃបានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះវេលាម៉ោង 5:30 នាទីដល់ម៉ោង 6:10 នាទីយោធាថៃបានចាប់ផ្ដើមបើកការបាញ់ប្រហារដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ 105 មីលីម៉ែត្រមកលើទីតាំងអូភ្លុកដំរីគិតមកដល់ម៉ោងនេះយោធាថៃនៅតែបន្តសកម្មភាពឈ្លានពានបាញ់ប្រហារដដែលបាទអរគុណបាទពុកម៉ែបងប្អូននេះគឺជាខ្លឹមសារសង្ខេបរបស់ក្រសួងការពារជាតិដែលលោកបញ្ជាក់នៅថ្ងៃទី9ខែធ្នូនេះតែម្ដងដែលយោធារបស់សៀមនៅតែបន្តវាយប្រហារឈ្លានពានទាំងកំរោលមកលើអធិបតេយ្យរបស់កម្ពុជាជាបន្តបន្ទាប់នៅតាមតំបន់ព្រំដែនជាប់កម្ពុជាដោយដែលខ្ញុំបានជម្រាបជូនលោកអ្នកមានការបាញ់ប្រហារទៅលើអាវុធគ្រប់ប្រភេទមកលើកម្ពុជារួមទាំងការប្រើប្រាស់នៅផ្សែងពុលបាទទម្លាក់មកលើអធិបតេយ្យកម្ពុជាទម្លាក់មកលើទីតាំងវរៈកងទ័ពកម្ពុជាជាដើមហើយមិនត្រឹមតែប៉ុណ្ណោះទេការបាញ់ផ្លោងដ៏សាហាវយងក្នុងនេះបានធ្វើឲ្យប្រជាពលរដ្ឋចំនួន2នាក់លោកស្លាប់បាត់បង់ជីវិតនៅអំឡុងពេលនៃការជម្លៀសខ្លួនរត់ចេញពីទីតាំងដែលចៅសៀមផ្លោងដែលចៅសៀមវាយប្រហារមកលើកម្ពុជាបាទដូច្នេះនាពេលនេះគឺកម្ពុជាឆ្លើយតបហើយថ្នាក់ដឹកនាំកម្ពុជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតសម្ដេចតេជោហ៊ុនសែនគឺលោកបានប្រកាសចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឆ្លើយតបទៅនឹងចៅសៀមឆ្លើយតបទៅនឹងខ្មាំងសត្រូវដែលឈ្លានពានមកលើដីខ្មែរគឺត្រូវតែកំទេចមិនថាគោលដៅណាដែលសៀមបានកំណត់ដល់មួយទីតាំងទេកម្ពុជាគឺឆ្លើយតបកំទេចទាំងអស់បាទដូច្នេះខ្ញុំសូមសង្ខេបជូនលោកអ្នកត្រឹមតែប៉ុណ្ណេះហើយខ្ញុំនឹងបន្តធ្វើបច្ចុប្បន្នភាពសង្ខេបខ្លីគោរពជម្រាបជូនលោកអ្នកជាបន្តបន្ទាប់បាទសូមអរគុណ Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ